ដល់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែបងប្អូនគួរត្រៀមគ្រឿងរណ្ដាប់អ្វីខ្លះសម្រាប់ថ្វាយទេវតាឆ្នាំថ្មីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតគៀកចូលមកដល់ក្នុងពេលឆាប់ខាងមុខនេះយ៉ាងណាមិញបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនប្រកាសជាចង់ដឹងហើយថាតើគួរត្រៀមរៀបចំគ្រឿងរណ្ដាប់អ្វីខ្លះតើទេវតាឆ្នាំថ្មីមានព្រះនាមអ្វីហើយសោយអ្វីខ្លះដើម្បីជ្រាបកាន់តែច្បាស់សូមបងប្អូនសន្តាប់ទាំងអស់គ្នាបើយោងតាមសៀវភៅមហាសង្ក្រាន្តរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិបានឲ្យដឹងថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់នឹងចូលមកដល់នៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2025ទេវតាឆ្នាំថ្មីត្រូវនឹងថ្ងៃច័ន្ទដែលនឹងយាងចុះមកថែរក្សាទឹកដីកម្ពុជាមានព្រះនាមកូរិកៈទេវីជាបុត្រីទី2របស់កបិលមហេព្រំទ្រង់អំពើពណ៌លឿងសៀតផ្កាអង្គាបោះចំណែកអភិរណៈកៅមុខក្តារឬគ្រឿងប្រដាប់កាយគុជខ្ចងនិងភ័ក្ត្រសហតេឡាញ់គឺទ្រង់សោយព្រៃល្ងព្រេងដូងឬព្រេងសណ្ដែកជាដើមដល់ព្រះហស្តស្ដាំរបស់ទ្រង់កាន់ព្រះខ័នព្រះហស្តឆ្វេងទ្រង់កាន់ឈើច្រត់គង់លើខ្នងភ្ជាក់ឬគង់លើសត្វខ្លាធំជាពិហនៈសូមជម្រាបជូនថានាថ្ងៃច័ន្ទ2រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2025វេលាម៉ោង 4:48 នាទីទីភ្លឺគឺជាថ្ងៃមហាសង្ក្រាន្តឆ្នាំថ្មីថ្ងៃអង្គារ3រោចខែចែកត្រូវនឹងថ្ងៃទី15ខែមេសាឆ្នាំ2025គឺជាថ្ងៃវីរៈវ័នបត្រនិងថ្ងៃពុធ4រោចខែចែកត្រូវនឹងថ្ងៃទី16ខែមេសាឆ្នាំ2025វេលាម៉ោង 8:27 នាទី36 វិនាទីព្រឹកជាថ្ងៃវីរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរណ៍ចូលជាសកលឆ្នាំម្សាញ់សប្បស័កតរៀងទៅដូច្នេះនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃនេះសូមអស់ជំនានិជនប្រុសស្រីទាំងឡាយរៀបចំគ្រឿងសក្ការៈបូជាមានទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យនិងនំចំណីផ្លែឈើជាដើមជូនមេដាបេដាអាណាព្យាបាលជាបុព្វការីព្រមទាំងទទួលស្វាគមន៍ទេវតាឆ្នាំថ្មីព្រះនាមកូរិកៈទេវីហើយខិតខំលះបង់ឲ្យអស់នៃចិត្តឈ្នានីសចិត្តអាក្រក់ចិត្តលុបលន់ចិត្តព្យាបាទដែលកើតមាននៅក្នុងឆ្នាំចាស់ចោលឲ្យអស់និងឲ្យជ្រះស្រឡះដើម្បីចម្រើនឡើងវិញនៅចិត្តប្រកបដោយបញ្ញានិងព្រហ្មវិហារធម៌គឺមេត្តាករុណាមុទិតាឧបេក្ខាធ្វើបុណ្យដាក់ទានរក្សាសិលតាមប្រពៃណីឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសព្វសត្វធុការជូនលោកអ្នកប្រកបដោយសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការចាប់តាំងពីឆ្នាំថ្មីនេះតរៀងទៅគូបញ្ជាក់ជូនដែរថាចំពោះគ្រឿងរណ្ដាប់ទទួលទេវតានៅខាងមុខផ្ទះឬទីសំគួរណាមួយត្រូវមានរៀនទទួលទេវតាមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងដោយក្រៅសម្ពុតពណ៌សនិងរៀបចំគ្រឿងសក្ការៈបូជាទេវតាតាមប្រពៃណីខ្មែរមានដូចជាបាយសី9ថ្នាក់1គូបាយសី7ថ្នាក់1គូបាយសី5ថ្នាក់1គូបាយសី3ថ្នាក់1គូបាយសីបច្ឆា1គូស្លាធម៌1គូទឹកអប់1គូទៀន5ធូប5លេខ5ផ្កា5ដាក់លើជើងទៀន1គូចេកនួនចេកណាំវ៉ា1គូដងឡើង1គូផ្លែឈើ11មុខឬអាចត្រឹម3ទៅ5មុខក៏បានរៀបដាក់ជាគូរួមទាំងភ័ក្ត្រសហដែលទេវតាសោយនិងទឹកស្អាតចំនួន2កែវសូមជម្រាបជូនដែរថាសម្រាប់បាយសី9ថ្នាក់និង7ថ្នាក់ជាគ្រឿងពលិកាសម្រាប់មហាក្សត្រក្នុងព្រះបរមរាជវាំងឯរាជសាមញ្ញអាចធ្វើត្រឹម5ថ្នាក់ចុះក្រោមក៏ជាការប្រសើរដែរ